សួស្តីបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ម៉ូតូធំថ្ងៃនេះជួបគ្នាម្ដងទៀតហើយតើតើនឹងម៉ូតូ Honda SL និយាយពីចំណុចពិសេសរបស់ Honda SL Honda SL កម្លាំងម៉ាស៊ីនរបស់វា230cc ហើយវាកម្រិតស៊ីសាំងរបស់វានឹងគឺល្អមែនទែនចន្លោះពី30ទៅ35គីឡូម៉ែត្រក្នុង1លីត្រហើយអានឹងតាមយើងជិះក្នុងក្រុងក្រៅក្រុងហើយវាជាប្រភេទម៉ូតូដែលរបស់ជប៉ុនអញ្ចឹងហើយកម្លាំងម៉ាស៊ីនរបស់វាល្អទម្ងន់របស់វាធ្ងន់គួរសមប៉ុន្តែវាអាចជិះបានគ្រប់ផ្លូវបើថាស្ថានភាពផ្លូវបែបណាក៏វាជិះបានដែរហើយបើយើងតុបតែងវាឲ្យកាន់តែស្អាតទៀតវាលេចធ្លោមែនទែនដូចខ្ញុំនេះឥឡូវខ្ញុំថែមសម្រាប់ដែលដាក់ទូរស័ព្ទហើយថែមធុងថែមអីដែលទាន់សម័យយើងអាចជិះវាគ្រប់ស្ថានភាពផ្លូវទាំងអស់ទាំងផ្លូវល្បឿនលឿនផ្លូវឡើងភ្នំផ្លូវដីអីបានទាំងអស់ហើយអ្នកជិះក្រៅក្រុងអីក៏អែមដែរប៉ុន្តែដោយសារតែវាជាប្រភេទម៉ូតូចេញ25ឆ្នាំហើយអញ្ចឹងម៉ូតូដែលមានម៉ាស៊ីនស្អាតពិបាករកប៉ុន្តែបើសិនមកជាបងប្អូនចង់ទិញចង់បានម៉ូតូ SL គឺត្រូវតែទិញម៉ូតូដែលស្អាតវានឹងធន់